សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាកាលពីថ្ងៃទី31ខែមករាឆ្នាំ2026បានអញ្ជើញចុះជួបសំណេះសំណាលនិងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភាគសឹកនៅក្នុងខេត្តព្រះវិហារដែលរងគ្រោះដោយសង្គ្រាមឈ្លានពានរបស់ថៃនៅមណ្ឌលសុវត្ថិភាពវត្តបាក់កម្មចំនួន540គ្រួសារមណ្ឌលសុវត្ថិភាពវត្តពូសាលហៅវត្តគីឡូលេខ8ចំនួន1282គ្រួសារនិងនៅមណ្ឌលសុវត្ថិភាពវត្តកំពង់សង្កែចំនួន774គ្រួសារសរុបទាំងអស់ចំនួន2596គ្រួសារសម្ដេចធិបតីបានបញ្ជាក់ថារាជរដ្ឋាភិបាលបានគិតគូរនិងយកចិត្តទុកដាក់ចំពោះផលប៉ះពាល់ដោយដាក់ចេញនូវវិធានការចាំបាច់ចំនួន3ទី1សម្រាប់បងប្អូនជនភៀសសឹកដែលអាចវិលត្រឡប់ទៅកាន់លំនៅឋានវិញក្រសួងស្ថាប័នពាក់ព័ន្ធជាពិសេសក្រសួងការពារជាតិក្រសួងមហាផ្ទៃនិងអាជ្ញាធរមូលដ្ឋានបាននឹងកំពុងខ្នះខ្នែងរៀបចំសម្រាប់សម្រួលឲ្យពលរដ្ឋភៀសសឹកអាចវិលត្រឡប់ទៅកាន់លំនៅឋានវិញកាន់តែឆាប់តាមលទ្ធភាពដែលអាចធ្វើទៅបានក្រោមការសម្របសម្រួលរបស់អាជ្ញាធរមីននិងក្រសួងស្ថាប័នពាក់ព័ន្ធប្រតិបត្តិការមីននានាជាពិសេសមជ្ឈមណ្ឌលកម្ចាត់មីនស៊ីម៉ាក់បាននឹងកំពុងខិតខំយ៉ាងសកម្មនៅក្នុងការបោសសម្អាតអាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដើម្បីធានាថាទីតាំងទាំងនោះមានសុវត្ថិភាពគ្រប់គ្រាន់មុននឹងអនុញ្ញាតឲ្យបងប្អូនជនភៀសសឹកវិលត្រឡប់ទៅកាន់ទីតាំងនោះវិញជាមួយគ្នានោះរាជរដ្ឋាភិបាលក៏បានបង្កើតគណៈកម្មការចំពោះកិច្ចមួយដើម្បីរៀបចំនិងគ្រប់គ្រងការស្ដារជីវភាពជនភៀសសឹកនិងហេដ្ឋារចនាសម្ព័ន្ធដែលទទួលរងការខូចខាតទី2ចំពោះបងប្អូនជនភៀសសឹកដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបានដោយស្ថានភាពមិនទាន់អំណោយផលចំពោះមុខនេះរាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្រសួងមហាផ្ទៃក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់រដ្ឋបាលខេត្តអាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធបាននឹងកំពុងគិតគូរពង្រឹងជំរកបណ្ដោះអាសន្នឬក្នុងករណីចាំបាច់អាចផ្លាស់ប្ដូរជំរកបណ្ដោះអាសន្នរបស់បងប្អូនទៅកាន់ទីតាំងដែលមានភាពប្រសើរជាងបច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងពិនិត្យផ្ដល់ដំណោះស្រាយសមរម្យទៅតាមស្ថានភាពជាក់ស្ដែងដើម្បីជួយបងប្អូនឲ្យមានលំនឹងជីវភាពប្រចាំថ្ងៃក្នុងអំឡុងពេលដ៏លំបាកនេះរហូតដល់ពេលដែលបងប្អូនអាចវិលត្រឡប់ទៅលំនៅឋានវិញនាពេលខាងមុខពីព្រោះរាជរដ្ឋាភិបាលកំពុងតែដោះស្រាយបញ្ហាព្រំដែនជាមួយនឹងថៃដោយសន្តិវិធីដើម្បីការពារអធិបតេយ្យភាពជាតិបូរណភាពទឹកដីកម្ពុជាទី3ចំពោះហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋាននិងសាធារណៈដែលរងការខូចខាតមានជាអាចសាលារៀនមណ្ឌលសុខភាពមន្ទីរពេទ្យបង្អែកផ្សារផ្លូវស្ពានបណ្ដាញទឹកស្អាតអគ្គិសនីទូរគមនាគមន៍ក្រុមការងារចំពោះកិច្ចបាននឹងកំពុងវាយតម្លៃផលខូចខាតទាំងនេះដោយរាជរដ្ឋាភិបាលនឹងប្រើប្រាស់ធនធានទាំងថវិកាជាតិនិងថវិកាមកពីដៃគូអភិវឌ្ឍន៍ដើម្បីស្ដារឡើងវិញហេដ្ឋារចនាសម្ព័ន្ធទាំងនេះឲ្យបានឆាប់បំផុតតាមស្ថានភាពជាក់ស្ដែង